ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើជាវីដេអូខ្លីមួយបង្ហាញជូនបងប្អូនពីផ្កានិងដំណាំផ្សេងៗហើយនៅក្នុងវីដេអូនេះខ្ញុំក៏ចង់និយាយអំពីបងប្អូនដែលជា content creator ឬក៏បងប្អូនដែលជាអ្នករកលុយតាមបណ្ដាញ social media ឬក៏បណ្ដាញ Facebook បងប្អូនបើសិនជាបងប្អូនដាក់ចិត្តដាក់កាយថានឹងធ្វើជា content creator ឬក៏បងប្អូនជាអ្នកធ្វើវីដេអូចាអ្នកផលិតវីដេអូខ្លីឬក៏វីដេអូវែងនៅក្នុងការរកលុយរកចំណូលតាម Facebook នេះគឺជាអ្វីដែលខ្ញុំទទួលបានហើយក៏ជាបទពិសោធន៍ដែលខ្ញុំទទួលបានពីការដែលខ្ញុំផុសវីដេអូចាឬក៏ធ្វើជាវីដេអូខ្លីឬវីដេអូវែងហ្នឹងបងប្អូនបើសិនជាបងប្អូនសម្រេចចិត្តថាធ្វើជា content creator ឬក៏ជាអ្នករកលុយតាម Facebook ឬក៏ជា MMO ចាអូខេបងប្អូននៅក្នុងវីដេអូនេះគឺគ្រាន់តែចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនដាក់ចិត្តដាក់កាយថាធ្វើជា content creator ហើយគឺបងប្អូនត្រូវតែធ្វើចិត្តឬក៏ត្រូវតែសាងផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំបងប្អូនព្រោះពេលដែលបងប្អូនដាក់ចិត្តដាក់កាយថាធ្វើជា content creator បងប្អូននឹងទទួលបានការ comment ជាច្រើនមិនថាជា comment ល្អមិនថាជា comment អាក្រក់ឯងបងប្អូនពេលខ្លះវីដេអូយើងធ្វើជាវីដេអូមួយដែលល្អយើងគិតថាល្អដើម្បីនៅក្នុងការចែករំលែកប៉ុន្តែអ្វីដែលបងប្អូនទទួលបានអត់មាន comment លើកទឹកចិត្តទេ comment ខ្លះគឺចូលមកជេរយើងយកតែម្ដងអញ្ចឹងពេលខ្លះយើងនឹងមានអារម្មណ៍ថាយើងទទួលយកអត់បានចាអញ្ចឹងបានជាខ្ញុំចង់ជម្រាបជូនបងប្អូនថាបើសិនជាបងប្អូនសម្រេចចិត្តថាធ្វើហើយគឺដាក់ចិត្តដាក់កាយធ្វើផ្លូវចិត្តឲ្យរឹងមាំត្រូវតែទទួលយកឲ្យបានគ្រប់រឿងមិនថាជា comment ល្អមិនថាជា comment អាក្រក់បើ comment អាក្រក់បងប្អូនមិនពេញចិត្តចាបងប្អូនអូសរំលងឬក៏បងប្អូនអាចលុបវាចោលទៅដើម្បីកុំឲ្យវាមករំខានផ្លូវអារម្មណ៍របស់យើងចាហើយចំពោះការរកលុយឬក៏រកចំណូលតាមបណ្ដាញ Facebook បងប្អូនវាអត់ទៀងទាត់ទេចាប៉ុន្តែអ្វីដែលសំខាន់បងប្អូនគឺមិនត្រូវខ្ជិលបើសិនជាបងប្អូនខ្ជិលចាចំណូលយើងក៏វាទៅតាមនឹងដែរអញ្ចឹងបើសិនជាបងប្អូនចង់បានចំណូលច្រើនគឺត្រូវប្រឹងប្រែងប៉ុន្តែបើចំពោះខ្ញុំពេលខ្លះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចូលចិត្តនឹង comment ចឹងហើយបានជាបងប្អូនឃើញខ្ញុំធ្វើវីដេអូធ្វើខានអញ្ចឹងណាព្រោះខ្ញុំគិតថាការរកចំណូលពី Facebook វាបានតិចតួចមែនទែនហេតុអីក៏ខ្ញុំត្រូវមករងសម្ពាធនឹង comment ដែលមិនល្អចាប៉ុន្តែពេលខ្លះខ្ញុំក៏គិតថាគ្រាន់តែជា comment ផ្ដេសផ្ដាសយើងអាចលុបចោលបានអញ្ចឹងចាធ្វើនៅតែធ្វើប៉ុន្តែពេលខ្លះក៏ចង់សម្រាកតិចតួចសម្រាប់បាត់ហត់ហើយខ្ញុំក៏ដើរបន្តជូនពរបងប្អូនហេងទាំងអស់គ្នាស៊ូណាចា